រឿងវង្វេងក្នុងព្រៃអាថានសម័យដ៏យូរលង់ណាស់មកហើយមានភូមិដាច់ស្រយាលមួយនៅឆ្ងាយពីភូមិនានាផ្សេងទៀតហើយអ្នកភូមិនោះប្រកបដោយពឹងផ្អែកទៅលើការបរបាញ់សត្វនៅក្នុងព្រៃតែប៉ុណ្ណោះក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគេពុកម៉ែព្រឹកស្អែកខ្ញុំគិតថាចង់ចូលព្រៃទៅរកសត្វណាពុកព្រោះសាច់សត្វនៅផ្ទះយើងក៏ជិតអស់ដែរពុកបើកូនចង់ទៅក៏ទៅចុះតែកូនទៅបបួលក្មួយមែនផងទៅគ្រាន់បានជាគ្នាបាទពុកនីសាននៅពេលដែលនិយាយជាមួយឪពុកម្ដាយគេរួចហើយគេក៏ឡើងលើខ្នងសេះឬក៏ជិះសម្ដៅទៅផ្ទះនេះមែនបាត់ទៅបុនមើលកូនឯងចុះទៅដងទឹកនៅមាត់ស្ទឹងនោះបន្តិចទៅព្រោះទឹកយើងដែលយកមកពីផ្ទះនោះអស់ហើយកូនបាទពុកអញ្ចឹងពុកចាំខ្ញុំមកផ្លេតខ្ញុំចុះទៅដងសិនអញ្ចឹងទៅហើយឆាប់ត្រឡប់មកវិញហើយប្រយ័ត្នប្រយែងផងកូននៅពេលដែលនិយាយគ្នាជាមួយឪពុកគេរួចហើយនីបុនក៏កាន់យោបំពង់ទឹករួចក៏ដើរសម្ដៅទៅមាត់ស្ទឹងនោះបាត់ទៅហើយនៅពេលដែលនីបុនបានដងទឹកដាក់បំពង់រួចស្រេចហើយគេក៏ក្រឡេកទៅឃើញមានស្ពានមួយឆ្លងទៅម្ខាងនៃមាត់ស្ទឹងនោះគេក៏ចង់ដឹងរួចក៏ដល់ឆ្លងស្ពាននោះហើយនៅពេលដែលគេដើរឆ្លងផុតស្ពាននោះក៏មានដើមឈើធំធំនិងសត្វព្រៃជាច្រើននីបុននៅពេលឃើញសត្វព្រៃច្រើនដូច្នេះគេក៏ទាញកាំភ្លើងដេញបាញ់សត្វទាំងនោះតែម្ដងហើយនៅពេលដែលគេកំពុងតែដេញបាញ់សត្វទាំងនោះគឺមិនត្រូវសោះឡើយពេលឃើញដូច្នេះគេក៏គិតថានឹងទៅប្រាប់ឪពុករបស់គេឲ្យមកតាក់នឹងបាញ់សត្វនៅក្នុងព្រៃនេះវិញម្ដងនីបុនគិតហើយគេក៏ត្រឡប់មករកឪពុករបស់គេវិញតែនៅពេលដែលដើរត្រឡប់មកវិញនោះគេរកស្ពានដែលឆ្លងមកនោះមិនឃើញសោះឡើយហើយគេក៏គិតថាប្រហែលជាគេបានចូលក្នុងព្រៃអាថ័ន្តដែលចាស់ក្នុងភូមិនោះនិយាយតគ្នាដែលអស់កម្លាំងផងនិងភ័យផងនោះនីបុនគេក៏សន្លប់នៅក្រោមដើមឈើធំនៅក្បែរនោះហើយចំណែកតាសាមវិញនៅពេលដែលបាត់នីបុនយូរពេកគាត់ក៏ចុះពីលើធ្នាក់នោះហើយដើររកនីបុននៅតាមមាត់ស្ទឹងនោះតែម្ដងប៉ុន្តែគាត់រកនីបុនមិនឃើញសោះឡើយហើយតាសែមគាត់ក៏នៅតែដើររកនីបុននៅតាមមាត់ស្ទឹងនោះបន្តទៅទៀតលុះគាត់ដើរទៅមុខបានបន្តិចគាត់ក៏ប្រទះឃើញបំពង់ដាក់ទឹកដែលនីបុនយកមកជាមួយហើយគាត់ក៏ក្រឡេកទៅឃើញមានស្ពានមួយហើយគាត់គិតថាប្រហែលនីបុនបានឆ្លងទៅព្រៃម្ខាងនៃស្ទឹងនោះហើយវង្វេងនៅក្នុងព្រៃនោះហើយពេលដែលគាត់គិតហើយគាត់បំរុងនឹងដើរឆ្លងស្ពាននោះតែគាត់ខ្លាចវង្វេងដែរគាត់ក៏ប្រញាប់ត្រឡប់ចូលមកក្នុងភូមិវិញដើម្បីឲ្យអ្នកភូមិដែលស្គាល់ពីព្រៃនោះឲ្យជួយរកកូនរបស់គាត់ជំរាបសួរអ៊ំសៅលើកដៃថ្វាយព្រះក្មួយហើយចុះក្មួយក៏ម្នេះមានកាយដែរក្មួយបាទអ៊ំខ្ញុំមកនេះគិតថាចង់បបួលអាមែនចេញទៅព្រៃរកសត្វហ្នឹងណាអ៊ំហើយចុះអាមែនធ្វើណាហើយអ៊ំ
អូអាម៉ែននៅចំការក្រោយផ្ទះឯនោះក្មួយ អ៊ំអញ្ចឹងខ្ញុំទៅរកអាម៉ែនសិនហើយអ៊ំ ទៅចុះក្មួយអាម៉ែនអើយអាម៉ែន ឯងមានការអីដែរអាសាន់ អូគ្នាមកនេះគឺចង់បបួលឯងចូលព្រៃទៅរកសត្វតើឯងចង់ទៅអត់ អូគ្នាចង់ទៅស្តាឯងចង់ទៅថ្ងៃណាដែរ គ្នាគិតថាចង់ទៅព្រឹកស្អែកនេះតែម្ដងចុះឯងគិតយ៉ាងម៉េចដែរ មានអីទៅស្អីព្រឹកក៏បានដែរ បើអញ្ចឹងគ្នាគិតលាឯងទៅវិញសិនហើយណាមួយចង់ទៅរៀបចំសម្ភារៈរកឲ្យហើយស្រេចផង នីសាន់នៅពេលដែលនិយាយជាមួយនីម៉ែនរួចហើយគេក៏ប្រញាប់ទៅផ្ទះរបស់គេវិញបាត់ទៅហើយចំណែកនីម៉ែនវិញក៏បានរៀបចំសម្ភារៈសម្រាប់ដើរព្រៃគេដែរ លុះព្រឹកឡើងនីម៉ែននៅពេលដែលរៀបចំខ្លួនរួចហើយគេក៏ឡើងជិះសេះសម្ដៅទៅផ្ទះនីសាន់បាត់ទៅហើយនីសាន់នៅពេលដែលឃើញនីម៉ែនទៅដល់ផ្ទះគេហើយក៏ឡើងជិះសេះរបស់គេចេញទៅភូមិសម្ដៅទៅព្រៃបាត់ទៅ លោកបងសៅអើយលោកបងសៅនៅផ្ទះទេលោកបង បាទលោកខ្ញុំនៅក្រោយផ្ទះនេះហើយលោកប្អូនមានកាយដែរលោកប្អូនបានជាហត់ត្រហេបត្រហាប់យ៉ាងនេះ បាទលោកបងគឺថាខ្ញុំពីរនាក់អាប៊ុនកូនខ្ញុំនេះទៅបបាញ់នៅឯព្រៃនោះហើយខ្ញុំបានឲ្យអាប៊ុនកូនខ្ញុំនឹងទៅដងទឹកនៅមាត់ស្ទឹងហើយក៏បានបាត់វាមិនឃើញមកវិញដូច្នេះហើយបានតែខ្ញុំមករកលោកបងឲ្យជួយ តាសែមក៏បាននិយាយរៀបរាប់អំពីរឿងរ៉ាវទាំងអស់ប្រាប់ទៅតាសៅឲ្យបានដឹងហើយនៅពេលដែលតាសៅបានដឹងរឿងនេះអស់ហើយគាត់ក៏នាំតាសែមទៅផ្ទះតាដឹមព្រោះតាដឹមគាត់ស្គាល់ភូមិសាស្ត្រនៅក្នុងព្រៃនោះច្បាស់ អូបើអញ្ចឹងលោកប្អូនទៅផ្ទះលោកបងដឹមជាមួយនឹងខ្ញុំទៅព្រោះលោកបងដឹមក៏ដឹងពីព្រៃនោះច្បាស់ហើយណាមួយគាត់ក៏ជាមូលវិជ្ជាដើរព្រៃផងដូច្នេះយើងទៅពឹងពាក់គាត់ទៅ តាសៅពេលនិយាយគ្នាជាមួយតាសែមរួចហើយគាត់ទាំងពីរក៏ប្រញាប់ប្រញាល់ដើរទៅផ្ទះតាដឹមបាត់ទៅ អាសាន់ឥឡូវញ៉ាំមកដល់កណ្ដាលព្រៃហើយយើងគិតរៀបចំកន្លែងសម្រាប់សិនទៅ បើអញ្ចឹងយើងទៅក្រោមដើមឈើធំក្បែរមាត់ស្ទឹងនោះទៅហើយចាំរសៀលល្ងាចបន្តិចចាំពួកយើងដើររីអន្ទាក់ នីសាន់និងនីម៉ែនពួកគេទាំងពីរនាក់ក៏រៀបចំទុកដាក់សម្ភារៈរួចហើយពួកគេក៏ដើររីអន្ទាក់និងដើរបាញ់សត្វតាមទម្លាប់រើរដងរបស់ពួកគេ មកលោកប្អូនសៅលោកប្អូនសែនអង្គុយសិនទៅ បាទលោកបង ចំលោកប្អូនទាំងពីរមកផ្ទះខ្ញុំនេះមានធុរៈអ្វីដែរលោកប្អូន បាទលោកបងខ្ញុំមកនេះគឺចង់ពឹងលោកបងឲ្យជួយ ពេលនោះតាសៅក៏ប្រាប់រឿងរ៉ាវដែលតាសែមមកពឹងពាក់ពួកគាត់ឲ្យជួយ
ហើយនៅពេលតាដឹមបានដឹងពីសាច់រឿងទាំងអស់ហើយគាត់ក៏យល់ព្រមជួយរកនិបុនដែលជាកូនតាសែមនោះទៅ អូបាទលោកប្អូនមិនអីទេបើពិតជាក្មួយបុនបានចូលក្នុងព្រៃនោះមែនវាមិនអីទេព្រោះក្នុងព្រៃនោះគ្មានសត្វកាច់សាហាវទេកុំភ័យពេកលោកប្អូនអញ្ចឹងពួកលោកប្អូនសម្រាប់ទៅផ្ទះខ្ញុំនេះហើយស្អែកព្រឹកយំចេញទៅតែម្ដង អាសាន់ល្ងាចនេះពួកយើងបាញ់សัตว์មិនបានសោះស្អែកយើងបដូរទីតាំងសម្រាប់ទៅអាសាន់ បដូរក៏បដូរទៅតែគ្នាមិនដឹងថាត្រូវបដូរទៅទីណាទេ បានអញ្ចឹងយើងសាក់ចូលទៅព្រៃខាងនោះវិញម្ដងទៅក្រៃលោបាញ់សัตว์បានខ្លះ តែព្រៃខាងនោះមិនសូវមានអ្នកណាហ៊ានចូលទេគឺដែលចូលហើយពិបាករកផ្លូវវឹងមកវិញណា វាមិនអីទេអាសាន់វាគឺរឿងដែលគេនិយាយតៗគ្នាទេឥឡូវយើងដេកយកកម្លាំងទៅព្រោះយប់ជ្រៅហើយ នីសាន់និងនីម៉ែននិយាយគ្នារួចហើយពួកគេទាំងពីរនាក់ក៏សម្រាកនៅលើថ្នាក់នោះទៅ ហើយចំណែកតាដឹមតាសៅនិងតាសាមវិញលុះព្រឹកឡើងក៏ជិះសេះម្នាក់មួយសំដៅទៅព្រៃនោះបាត់ទៅ ណែអាមែនយើងគិតទុកដាក់សម្ភារៈនៅកន្លែងនេះសិនទៅបន្តិចទៀតចាំយើងដើររកសัตว์ អាសាន់អញ្ចឹងយើងឡើងធ្វើធ្នាក់មកលើដើមឈើនេះហើយអាសាន់ នៅពេលដែលនីសាន់និងនីម៉ែនធ្វើធ្នាក់សម្រាប់សម្រាករួចហើយពួកគេក៏បន្តដើរបាញ់សត្វនៅក្នុងព្រៃនោះទៅ Thank you.